នេះគឺជាទស្សនវិជ្ជាមួយដ៏ត្រកាលនៅក្នុងភូមិដូនល្អវត្តដូនល្អឃុំកំប្រួយស្រុកស្ទូងថ្ងៃនេះគឺជាថ្ងៃទី2ខែ11ឆ្នាំ2025នៅវត្តដូនល្អមានអង្គកឋិនយ៉ាងច្រើនដែលហែមកចូលនៅក្នុងវត្តដូនល្អថ្ងៃនេះនេះគឺជាពុទ្ធបរិស័ទដែលហែអង្គកឋិនមកពីទីក្រុងភ្នំពេញវត្តពងឈុកឬក៏តស108បែរដឹកនាំដោយលោកក្មួយភិក្ខុមែលចម្រើនមកពីទីក្រុងភ្នំពេញថ្ងៃនេះគឺជាទស្សនវិជ្ជាដ៏ត្រកាលសែនសប្បាយរីករាយបំផុតបាទនេះគឺមានការទទួលអបអរស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ពុទ្ធបរិស័ទនៅក្នុងភូមិដូនល្អក៏ដូចជាពុទ្ធបរិស័ទដែលជំនួសឲ្យវត្តដូនល្អទាំងមូលច្រើនមែនទេបងប្អូនទស្សនវិជ្ជានេះច្រើនមែនទេអង្គកឋិនប្រិយមិត្តជាទីមេត្រីគួរឲ្យអស្ចារ្យមែនទេនៅក្នុងវត្តដូនល្អយើងបែរជាវត្តមួយដាច់ស្រយាលពីរាជធានីដែលឆ្ងាយពីទីក្រុងបែរជាវត្តនៅក្នុងជនបទតែនៅថ្ងៃនេះគឺមានការហាយហោមជាអង្គកឋិនយ៉ាងច្រើន